សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសម្រាប់រឿងមួយដែលមានចំណងជើងថាប៉ាវហើយរឿងនេះដែរគឺគេចង់និយាយអំពីក្តីស្រឡាញ់និងការបារម្ភដែលម្ដាយមានចំពោះកូនអញ្ចឹងបើសិនជាចង់ដឹងថាសាច់រឿងយ៉ាងណាតោះតាមដានស្ដាប់ទាំងអស់គ្នាចូលមកដល់សាច់រឿងយើងដំបូងហ្នឹងគឺមានអ៊ំស្រីម្នាក់ដែលគាត់កំពុងតែលុញម្សៅដើម្បីធ្វើជានំប៉ាវគាត់បានធ្វើវាឡើងយ៉ាងយកចិត្តទុកដាក់និងស្ទាត់ជំនាញតែម្ដងដែលគ្រាន់តែឃើញរបៀបធ្វើរបស់គាត់ក៏យើងអាចទាយបានដែរថាគាត់គឺជាជនជាតិអ្វីនឹងហើយគាត់គឺជាជនជាតិចិនហើយឥឡូវនេះគឺគាត់បានរស់នៅផ្ទះមួយជាមួយនឹងស្វាមីរបស់គាត់ហើយនំប៉ាវនេះហើយភាគច្រើនគឺជាអាហារពេលព្រឹកប្រចាំតកូលហ្មងរបស់ជនជាតិចិនដោយប្រញាប់ចេញទៅធ្វើការប្តីគាត់ក៏បានញាត់នំប៉ាវមួយពីរហ្នឹងចូលក្នុងមាត់ហើយក៏ចេញទៅបាត់ទៅឲ្យអ៊ំស្រីយើងហ្នឹងគឺអង្គុយញ៉ាំតែម្នាក់ឯងប៉ុន្តែមានរឿងចម្លែកកើតឡើងគឺអានំប៉ាវដុំចុងក្រោយរបស់គាត់ហ្នឹងណាវាស្រាប់តែមានជីវិតឡើងហើយស្រែកយំដូចជាកូនក្មេងអញ្ចឹងពេលនោះគាត់ក៏បានតែអត់មើលនំប៉ាវហ្នឹងហើយក៏ស្រាប់តែឃើញវាចាប់ដើមដុះចេញដៃចេញជើងមកតែម្ដងពេលនោះគាត់ក៏បានដាក់នំប៉ាវហ្នឹងនៅលើដៃរបស់គាត់ហើយមើលទៅគឺវាខ្ជូតមែនតើវាមើលទៅដូចជាទារកទើបកើតអញ្ចឹងហើយគាត់ក៏មានអារម្មណ៍ស្រឡាញ់វាមែនតើកូននំប៉ាវហ្នឹងបានរត់លេងនៅជុំវិញជើងគាត់ប៉ុន្តែមានណាស្រាប់តែជពប់ជើងដួលកំពិតក្បាលអស់មួយចំហៀងបាត់អញ្ចឹងហើយគាត់ក៏ព្យាយាមធ្វើឲ្យវាដូចទ្រង់ទ្រាយដើមវិញដោយបានដាក់ស្នូលសាច់ជ្រូកហ្នឹងឲ្យទៅវាស៊ីមួយស្លាបព្រាបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានទៅផ្សារទិញអីវ៉ាន់ទិញនំហើយកូននំប៉ាវតូចយើងហ្នឹងគឺគេចូលចិត្តញ៉ាំនំប៉័ងពួកគេទាំងពីរបានធ្វើរឿងជាច្រើនជាមួយគ្នាទៅណាក៏ជាមួយគ្នាដែរសូម្បីតែទៅហាត់ថៃជីក៏ទៅជាមួយគ្នាដែរតែកំពុងតែហាត់ថៃជីក៏មានឆ្កែមួយពំនំប៉ាវនឹងទៅបាត់ក៏បានយកវាមកវិញព្យាបាលវាប៉ះបើវាបញ្ចុកចំណីវារហូតទាល់តែវាធំឥឡូវមើលទៅវាដូចជាពេញកន្លោះហើយពួកគេទាំងពីរនៅតែបន្តធ្វើរឿងជាច្រើនជាមួយគ្នាទៅផ្សារជាមួយនឹងគ្នាហាត់ថៃជីជាមួយគ្នាប៉ុន្តែដោយសារតែកូននំប៉ាវហ្នឹងគេរៀងធំហ្មងអញ្ចឹងគេមានចំណូលចិត្តរបស់គេគឺគេចង់លេងបាល់ជាមួយនឹងក្មេងផ្សេងទៀតប៉ុន្តែក៏ត្រូវអ៊ំស្រីហ្នឹងតាមហាមឃាត់ព្រោះដោយសារតែគាត់មិនចង់ឲ្យគេមានបញ្ហាគាត់បានជួយជូតសម្អាតមុខនំប៉ាវហ្នឹងតែពេលនេះគឺគេបានខឹងនឹងអ៊ំស្រីហ្នឹងបាត់ទៅហើយដូចមនុស្សពេញវ័យគឺមិនចូលចិត្តគំនាបទេចូលចិត្តតែសេរីភាពហើយចូលចិត្តមានឯកជនភាពជាម្ដាយបើសិនជាកូនមិនសប្បាយចិត្តជាមួយភាគច្រើនគឺគាត់នឹកឃើញថាគាត់នឹងអាចធ្វើម្ហូបឆ្ងាញ់ៗទៅគេនឹងសប្បាយចិត្តឡើងវិញអញ្ចឹងហើយអ៊ំស្រីរបស់យើងពេលហ្នឹងក៏គាត់ធ្វើម្ហូបច្រើនមុខឡើងពេញតុតែម្ដងប៉ុន្តែពេលដែលកូននំប៉ាវនឹងចេញមកគេស្ដាប់តែឡើងឡានចេញក្រៅលេងសប្បាយជាមួយនឹងមិត្តភក្តិគេទៅវិញធ្វើឲ្យអ៊ំស្រីអង្គុយញ៉ាំបាយតែម្នាក់ឯងមិនត្រឹមតែប៉ុណ្ណឹងពេលដែលគេត្រឡប់មកផ្ទះវិញក៏គេនាំមិត្តស្រីរបស់គេមកជាមួយដែរធ្វើឲ្យអ៊ំស្រីទទួលយកមិនចង់បានទេពេលហ្នឹងគាត់ស្រឡាំងកាំងមែនតែនហើយគាត់រត់តែទទួលយកមិនបានគឺនៅពេលដែលឃើញកូននំប៉ាវហ្នឹងគេរៀបចំវ៉ាលីដើម្បីរៀបចេញទៅជាមួយនឹងមិត្តស្រីរបស់គេហើយគេបានមកអោបជើងអ៊ំស្រីដើម្បីលាប៉ុន្តែអ៊ំស្រីរបស់យើងគឺគាត់ទទួលយកអត់បានទេពេលហ្នឹងគឺគាត់ខឹងយ៉ាងខ្លាំងហេតុអីក៏រើសយកអ្នកផ្សេងទាំងដែលគាត់ជាអ្នកមើលថែគេតាំងពីដើមមកពេលហ្នឹងគឺគាត់សម្រេចចិត្តធ្វើរឿងនឹកស្មានមិនដល់គឺគាត់បានយកកូននំប៉ាវហ្នឹងដាក់ចូលក្នុងមាត់គាត់តែម្ដងហើយវាពិតជាធ្វើឲ្យគាត់ពិបាកចិត្តខ្លាំងមែនទែនគាត់គិតតែពីយំពេលដែលគាត់កំពុងតែគេងយំសុកៗហ្នឹងប្តីគាត់ក៏បានប្រាប់ថាមានមនុស្សមកលេងពេលនោះគាត់ក៏បានឃើញស្រមោលកូននំប៉ាវប៉ុន្តែជាក់ស្ដែងអ្នកដែលមកលេងនោះគឺជាកូនប្រុសរបស់គាត់អញ្ចឹងជាក់ស្ដែងទៅរឿងកូននំប៉ាវតូចហ្នឹងវាគឺជារឿងដែលបានកាត់ឡើងរវាងគាត់ហើយនឹងកូនប្រុសគាត់តាំងពីកូនប្រុសគាត់នៅក្មេងវាគឺជាអារម្មណ៍ដែលគាត់នឹកនាដល់កូនប្រុសរបស់គាត់តែប៉ុណ្ណោះដោយសារតែភាពឯការបស់គាត់ប្តីក៏ទៅធ្វើការបាត់ឯកូនប្រុសវិញក៏គេបានបង្កើតគ្រួសារថ្មីហើយចេញទៅរស់នៅខាងក្រៅអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជាអារម្មណ៍ម្ដាយអញ្ចឹងបើសិនជាយើងបង្កើតគ្រួសារចេញទៅរស់នៅខាងក្រៅហើយកុំភ្លេចទៅលេងពួកគាត់ផងដោយសារតែពួកគាត់គឺតែងតែនឹកនានឹងរងចាំកូនទៅលេងគ្រប់ពេលវេលាអញ្ចឹងហើយពេលនេះអ៊ំស្រីរបស់យើងក៏បានត្រូវគ្នាជាមួយនឹងកូនប្រុសវិញហើយបានបង្រៀនគេឲ្យធ្វើនំប៉ាវចុងបញ្ចប់នៃរឿងគឺពួកគេបានធ្វើនំប៉ាវជុំគ្នាយ៉ាងសប្បាយរីករាយគ្មានអ្វីដែលសប្បាយរីករាយជាងការជួបជុំគ្រួសារឡើយអញ្ចឹងទោះបីជារវល់យ៉ាងណាកុំភ្លេចថាមានឪពុកម្ដាយចាស់ចាំយើងនៅឯផ្ទះបើសិនជាចូលចិត្តការសម្រាយរឿងរបស់ admin កុំភ្លេចជួយ subscribe ម្នាក់មួយផងណា